លំអោនកាយគ្រប់នឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនដែលតែងតែនិយមរាល់ការតាមដាននៃការចាក់ផ្សាយ live ផ្ទាល់ចេញពីเพจសារព័ត៌មានកូលេដាលី News ជាទីគោរពនិងជាទីមេត្រីនៅគណៈវេលាម៉ោង 5:40 នាទីរសៀលត្រូវនៅថ្ងៃទី 29 ខែមិថុនាឆ្នាំ 2026 យ៉ាងនេះនៅក្នុងក្រុងបាត់ដំបងរបស់យើងនៅត្រង់ចំណុចភូមិ20អូសភាបាទក្នុងសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងមានការភ្ញាក់ផ្អើលមួយករណីដោយប្រជាពលរដ្ឋដូចជាអ្នកធ្វើការនៅក្នុងសន្តាគារប៉ារីសប្រទះឃើញនៅសាកសពជនជាតិបរទេសម្នាក់បានស្លាប់បាត់បង់ជីវិតនៅជាន់ទី3នៅក្នុងសន្តាគារប៉ារីសមួយកន្លែងនេះពុកម៉ែបងប្អូនប្រិមិត្តទស្សនិកជនបាទសូមបញ្ជាក់ថានៅហេតុការណ៍ខាងលើនេះគឺយើងមិនទាន់ដឹងប្រភពនៃហេតុការណ៍ដែលប្រទះឃើញនៅសាកសពនៅឡើយទេពុកម៉ែបងប្អូនណាប៉ុន្តែក្រុមការងារយើងទទួលបាននៅព័ត៌មានបឋមនោះគឺជាជនជាតិបរទេសភេទប្រុសដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងសន្តាគារមួយកន្លែងហ្នឹងណាបាទហើយឥឡូវនេះយើងបានឃើញថាមន្ត្រីមូលដ្ឋានក៏ដូចជាកងកម្លាំងផ្នែកខាងយុទ្ធភ័ពរបស់អធិការក្រុងក៏ដូចជាជំនាញចក្ខុកសវិច័យនៃស្នងការនគរបាលខេត្តបាត់ដំបងរបស់យើងហ្នឹងកំពុងតែមានវត្តមាននៅត្រង់ចំណុចជាន់ទី3នេះឲ្យពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនប្រិមិត្តខ្ញុំសូមបង្ហាញទៅលើដៃតិចបាទនៅជាន់ទី3ហ្នឹងអញ្ចឹងសង្ស័យថាអ្នកដែលស្លាប់បាត់បង់ជីវិតនៅលើហ្នឹងគឺជាន់ទី3ខាងនេះនេះសុទ្ធតែជាសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាជំនាញចក្ខុសកលវិច័យក៏ដូចជាកម្លាំងខាងប៉ុស្តិ៍សង្កាត់ស្វាយប៉ោហើយខាងមន្ត្រីផ្នែកយុទ្ធភ័ពខាងអធិការក្រុងហ្នឹងក៏បានមកដល់ទីតាំងកាត់ហេតុខាងលើដែរពុកម៉ែបងប្អូនប្រិយមិត្តជាទីគោរពនិងជាទីរាប់អានសូមបញ្ជាក់ថាសន្តាគារប៉ារីសនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ3ដែលស្ថិតនៅក្នុងទឹកដីនៃក្រុងបាត់ដំបងរបស់យើងផ្ទាល់តែម្ដងពុកម៉ែបងប្អូនប្រិមិត្តបាទជុំវិញរឿងរ៉ាវនៃការប្រទះឃើញនៅសាកសពជនជាតិបរទេសដែលក្រុមការងារយកទទួលបាននៅព័ត៌មានបឋមថាជាភេទប្រុសណាគឺយើងមិនទាន់ដឹងថាជាករណីឃាតកម្មឬក៏ជាករណីអត្តឃាតឬក៏ជាករណីខ្យល់កោឬកាំងបេះដូងដែលស្លាប់បាត់បង់ជីវិតទេពុកម៉ែបងប្អូនប្រិមិត្តឥឡូវហ្នឹងយើងបានឃើញថាបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធបាទចោមរោមមើលទីតាំងកាត់ហេតុខាងលើហ្នឹងហើយខាងនៅខាងក្រោមនេះក៏មានក្លិនអាសោចបងប្អូនណាក្លិនអាសោចធំក្លិនស្អុយមករៀងភីផងដែរហើយតាមការបញ្ជាក់របស់សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងទីតាំងដែលលោកកំពុងតែចោះត្រួតពិនិត្យនិងធ្វើសកលវិច័យទៅលើសាកសពគឺគាត់បានបញ្ជាក់ថាសាកសពនោះគឺបានធំក្លិននិងរលួយស្អុយទៅហើយពុកម៉ែបងប្អូនប្រិមិត្តណាបាទហើយជុំវិញហេតុការណ៍ខាងលើនេះយើងមិនទាន់ដឹងថាជនជាតិបរទេសដែលស្លាប់បាត់បង់ជីវិតនោះគឺជាសញ្ជាតិអ្វីឡើយទេពុកម៉ែបងប្អូនណាមិនដឹងថាគាត់ជនជាតិអាមេរិកឬក៏ជនជាតិបារាំងឬក៏ជនជាតិប៉ែកខាងអឺរ៉ុបផ្សេងទៀតគឺយើងមិនទាន់ដឹងឡើយទេពុកម៉ែបងប្អូនប្រិមិត្តជាទីមេត្រីបាទហេតុការណ៍ខាងលើនេះគឺយើងទទួលបាននៅព័ត៌មានបឋមនោះគឺអ្នកធ្វើការនៅខាងលើនេះគាត់ធំក្លិនបាទស្មានតែជាសត្វកដោឬក៏សត្វឆ្មាអីងាប់ណាបាទក៏គាត់បានឆែកទៅលើសន្តាគារខាងលើហ្នឹងក៏ដើរទៅលើទៅក៏ប្រទះបានឃើញនៅសាកសពជនជាតិដែលបានស្លាប់នៅលើនេះតែម្ដងហើយភ្លាមផងដែរនោះអ្នកធ្វើការជាមួយនឹងអ្នកដែលឡើងទៅលើហ្នឹងគឺគាត់បានរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធដើម្បីឲ្យលោកមកចោះមកត្រួតពិនិត្យនិងឆែកមើលនៅទីតាំងកាត់ហេតុតែម្ដងពុកម៉ែបងប្អូនប្រិមិត្តបាទជុំវិញរឿងរ៉ាវខាងលើនេះយើងមិនទាន់ដឹងថាជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេហើយយ៉ាងណាមិញក្រុមការងារអ្នកសារព័ត៌មានយើងនឹងរងចាំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាជំនាញចក្ខុសកលវិច័យនៃស្នងការនគរបាលខេត្តបាត់ដំបងផងដែរនេះពុកម៉ែបងប្អូនសុទ្ធតែជាមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានក៏ដូចជាខាងកម្លាំងអធិការក្រុងផ្នែកខាងយុទ្ធភ័ពក៏ដូចជាជំនាញចក្ខុនៃស្នងការនគរបាលខេត្តបាត់ដំបងហើយក៏ដូចជាខាងកងកម្លាំងកងរាជអាវុធហត្ថនៃខេត្តបាត់ដំបងរបស់យើងទាំងក្រុងទាំងខេត្តពុកម៉ែបងប្អូនណាបានមកដល់ទីតាំងកាត់ហេតុខាងលើហើយដើម្បីត្រួតពិនិត្យនិងមើលនិងបកគោលទូនាទីដល់ជំនាញចក្ខុដើម្បីឲ្យលោកធ្វើតេស្តទៅលើរាងកាយនៃសាកសពផងដែរពុកម៉ែបងប្អូនប្រិមិត្តដូចខ្ញុំបញ្ជាក់អញ្ចឹងគឺយើងមិនទាន់ដឹងថាជនជាតិដែលស្លាប់បាត់បង់ជីវិតហ្នឹងគឺគាត់ជាសញ្ជាតិអាមេរិកឬក៏ជាបារាំងឬក៏ជនជាតិប៉ែកខាងអឺរ៉ុបណាមួយនៅឡើយទេប៉ុន្តែយើងបានដឹងថាជាជនជាតិភេទប្រុសពុកម៉ែបងប្អូនប្រិមិត្តណាហើយក្រុមការងារទទួលបានព័ត៌មានបឋមទៀតនោះគឺសាកសពរបស់ជនជាតិខាងលើហ្នឹងគឺមានធំក្លិនស្អុយរលួយរលេះរាងកាយទៅហើយពុកម៉ែបងប្អូនប្រិមិត្តហើយតិចទៀតហ្នឹងក្រុមការងារយើងនឹងសុំការអនុញ្ញាតពីសមត្ថកិច្ចនិងយករូបភាពសាកសពខាងលើហ្នឹងចែកជូនពុកម៉ែបងប្អូននៅក្នុងក្រុម Telegram របស់អង្គភាពកូឡេនដាលីផងដែរពុកម៉ែបងប្អូនណាបាទ
ហើយសូមបញ្ជាក់ម្ដងទៀតថាហេតុការណ៍ហ្នឹងបានបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវហ្នឹងឲ្យចោមរោមមើលទីតាំងកើតហេតុហ្នឹងយ៉ាងច្រើនតែម្ដងពុកម៉ែបងប្អូនប្រិមត្តហើយបាទហើយហេតុការណ៍ខាងលើនេះក៏សូមបញ្ជាក់ពុកម៉ែបងប្អូនថានៅត្រង់ចំណុចក្នុងភូមិ20ឧសភាសង្កាត់ស្វាយប៉ោទឹកដីនៃក្រុងបាត់ដំបងពុកម៉ែបងប្អូនហើយហេតុការណ៍ខាងលើហ្នឹងគឺយើងបានឃើញថាសមត្ថកិច្ចហើយបងប្អូនអ្នកសារព័ត៌មានយើងនឹងមកឈូឆោឲ្យពុកម៉ែបងប្អូនណាហើយកំពុងតែកំណត់នៅអត្តសញ្ញាណរបស់អ្នកស្លាប់បាត់បង់ជីវិតនេះហើយសូមបញ្ជាក់ថានេះជាព័ត៌មានបឋមទេគឺយើងមិនទាន់បានច្បាស់ការណាមួយឬក៏មានការបំភ្លឺពីសមត្ថកិច្ចជំនាញចក្ខុសកលវិច័យនៃស្នងការនគរបាលខេត្តបាត់ដំបងយើងទេពុកម៉ែបងប្អូនប្រិមិត្តយើងកំពុងតែរងចាំការបំភ្លឺពីសមត្ថកិច្ចបន្ថែមជុំវិញករណីខាងលើនេះហើយពុកម៉ែបងប្អូនប្រិមិត្តហើយសូមបញ្ជាក់ថាសន្តាគារប៉ារីសដែលស្ថិតនៅក្នុងទឹកដីខេត្តបាត់ដំបងនៅក្នុងសង្កាត់ស្វាយប៉ោនេះគឺជាសន្តាគារដែលភាគច្រើនគឺជនជាតិបរទេសដែលគាត់តែងតែកេងពុកម៉ែបងប្អូនអ្នកខ្លះទៅគាត់មកវិស្សមការទៅគាត់មកកេងនៅនឹងជាខែអ្នកខ្លះទៅគាត់មានកុងត្រាជាខែអញ្ចឹងទៅពុកម៉ែបងប្អូនណាបាទអ្នកខ្លះកុងត្រាជាខែអ្នកខ្លះកេងជាខែអ្នកខ្លះកេងជាសប្តាហ៍ដើម្បីដើរកំសាន្តឬទេសចរបាទឥឡូវហ្នឹងហេតុការណ៍ហ្នឹងគឺបង្កការប្រញាប់ឲ្យមែនទែនបន្ទាប់ពីដែលបងប្អូនអ្នកធ្វើការនៅសន្តាគារមានធំភ្លិនស្អុយអាសោចបាននៅលើជាន់ទី3ហ្នឹងក៏បានចុះមកត្រួតពិនិត្យឡើងទៅត្រួតពិនិត្យនៅលើហ្នឹងទៅក៏បានប្រទះឃើញក៏បានរាយការណ៍ជូនសមាជិកពាក់ព័ន្ធហើយសមាជិកពាក់ព័ន្ធមកចុះមកអន្តរាគមន៍និងត្រួតពិនិត្យភ្លាមផងដែរជុំវិញករណីខាងលើហ្នឹងពុកម៉ែបងប្អូនបាទហើយពុកម៉ែបងប្អូនប្រិមិត្តសូមបញ្ជាក់ថានៅតាមអ្នកក្រុងបាត់ដំបងយើងស្គាល់ហើយគឺថាគារមកកន្លែងហ្នឹងនៅត្រង់ចំណុចបណ្ដោយផ្លូវលេខ3ពុកម៉ែបងប្អូនណាបាទអ្នកបាត់ដំបងរបស់យើងស្គាល់ហើយបើមកពីខាងស្នាត់វិញមកបែកខាងត្បូងស្នាត់ណាបាទមកប្រហែលជាប្រហែលជា200ម៉ែត្រមកដល់ត្រង់ចំណុចនៃសន្តាគារប៉ារីសហ្នឹងហើយបាទគ្រូបាទក្រុមការងារយើងមិនទាន់បានរូបភាពទេពុកម៉ែបងប្អូនណានៅទេមិនទាន់បានរូបភាពដល់ឡើយទេហើយទីទៀតហ្នឹងក្រុមការងារយើងនឹងសូមយកបទសម្ភាសន៍ពីជំនាញបាទមន្ត្រីជំនាញចក្ខុសកលវិច័យក៏ដូចជាលោកគ្រូពេទ្យណាដើម្បីឲ្យបានច្បាស់ការនៃព័ត៌មាននេះឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីចែករំលែកជូនពុកម៉ែបងប្អូនប្រិមិត្តឲ្យបានទស្សនាក្នុងករណីប្រទះឃើញនៅសាកសពខាងលើនេះពុកម៉ែបងប្អូនអ្នកបាត់ដំបងយើងស្គាល់ហើយពុកម៉ែបងប្អូនណាសូមបញ្ជាក់ថានៅខាងត្បូងស្នាត់នោះអានេះគឺតាមបណ្ដោយផ្លូវលេខ3ពុកម៉ែបងប្អូនណានៅតាមបណ្ដោយផ្លូវលេខ3នៃក្រុងបាត់ដំបងរបស់យើងនោះខាងនោះស្នាត់ពុកម៉ែបងប្អូនមកត្បូងស្នាត់នឹងមកប្រហែលប្រហែលជាចូល200ម៉ែត្រនិងងាកខាងស្ដាំដៃទៅនឹងឃើញសន្តាគារប៉ារីសហើយពុកម៉ែបងប្អូនអញ្ចឹងអ្នកបាត់ដំបងយើងតែខ្លះក៏ស្គាល់សន្តាគារប៉ារីសទេចឹងខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនឲ្យបានល្បិតហើយទីតាំងនេះគឺស្ថិតនៅក្នុងភូមិ20ឧសភាសង្កាត់ស្វាយប៉ោក្នុងក្រុងបាត់ដំបងយើងនេះផ្ទាល់តែម្ដងហើយហេតុការណ៍ខាងលើហ្នឹងបង្កការប្រញាប់ឲ្យនៅវេលាម៉ោង5និង00នាទីល្ងាចហើយសមត្ថកិច្ចយើងហ្នឹងកំពុងតែត្រួតពិនិត្យបាននឹងស្វែងរកនៃផុសតាងដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយនិងសន្មតហេតុការណ៍ហ្នឹងថារឿងរ៉ាវបែបហ្នឹងគឺវាចេញមកពីមូលហេតុអ្វីឲ្យបានច្បាស់ការនៅក្នុងសន្តាគារមកកន្លែងហ្នឹងពុកម៉ែបងប្អូនណាបាទហើយយើងទទួលបាននៅព័ត៌មានបឋមនោះគឺជាជនជាតិបរទេសភេទប្រុសដែលគាត់បានស្លាប់បាត់បង់ជីវិតនៅលើជាន់ទី3ហ្នឹងពុកម៉ែបងប្អូនហើយជុំវិញករណីខាងលើនេះគឺយើងមិនទាន់បានច្បាស់ការដល់ឡើយទេមិនទាន់ដឹងថាជាករណីឃាតកម្មឬក៏ជាករណីអត្តឃាតដោយខ្លួនឯងឬក៏ជាករណីគាំងបេះដូងខ្យល់គោស្លាប់យ៉ាងណានោះគឺយើងមិនទាន់ទទួលព័ត៌មានច្បាស់ការទេហើយឥឡូវនេះយើងបានឃើញហើយគឺវត្តមានសមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធនៅផ្នែកខាងសកលវិច័យហើយផ្នែកខាងយុទ្ធធរខាងអន្តរការក្រុងក៏ដូចជាសមត្ថកិច្ចខាងកងរាជអាវុធហត្ថខេត្តបាត់ដំបងឲ្យខាងកងរាជអាវុធហត្ថក្រុងបាត់ដំបងហ្នឹងតាមការបទបញ្ជារបស់ថ្នាក់ដឹកនាំក៏បានមកហោមឡំពាត់នៅទីតាំងខាត់ហេតុខាងលើដើម្បីស្វែងរកនៅវត្ថុតាងបាទហើយនឹងកៅតាគ្រប់គ្រងនៅទីតាំងនេះដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយផងដែរដើម្បីឲ្យជំនាញសមត្ថកិច្ចផ្នែកសកលវិច័យហ្នឹងគាត់ស្វែងរកផុសតាងបន្ថែមទៀតនេះលើដៃរបស់ខ្ញុំបង្ហាញពុកម៉ែបងប្អូននៅជាន់ទី3ណាអញ្ចឹងមានន័យថាសងស័យតែគាត់ណែកេងស្លាប់នៅលើជាន់ទី3នេះយើងបានឃើញថាសមត្ថកិច្ចគាត់ប្រមូលផ្ដុំគ្នានៅខាងលើជាន់ទី3នេះពុកម៉ែបងប្អូន
bà hai môn nâng dân quan khơi nhé bom ôn là xa bom miếng nông khai giờ nâng sập sai hỡi hai chấm ba chịp nhẹ nghiệp sai được bọn on gặp hiệp xa bom để miếng cô lên để lý và trăm tắc đây khai bát tầm bóng có bàn sai bàn to to phong đá đồng bay chạy đồng lấy chun phục mai bom ôn hai bàn tu phần na pi hai cà phê phơi là cà lang nông tắc đây này khai bát tầm bóng là bỏ dương phục mai bom ôn á hai bà phân chỉ phục mai bom ôn trong tật tu ban nơi po để miếng ton hai cá họ phun chui chốt follow page mình đã muối rồi chốtสัญญากระดังđồng bay bàn po để miếng phim phong đá haiบกมาบอมโอนจองตะตูบานในรูปเพียบรอนทดหรือก็รูปเพียบเฟนนู้นอาจอยแต่เลอลิงบกมาบอมโอนนะบันทึกเตียงนั้นกรมกลางเยอะๆนังดารูปเพียบแต่งสรงโจตะขยงกระรบได้บกมาบอมโอนอาจองมือรูปเพียบหรือจองดอกปอร์เมียนตามระยะกระรบอาจอยแต่เลอกระรบระบบก็เล่นเดลีบานปกไม้บอมโอนนะกรมกลางเยอะๆนังทเวกาจุนปกไม้บอมโอนหรือก็หายกาคล้าบรรทอนในนู้นกรมกลางเยอะๆเนี่ยจะตรงตัวสมัติเกจุนหรือก็จะตรงตัวลานเป็ดดำใบส่งครูจนรงครูเปลี่ยนพองได้ปกไม้บอมโอนจิตตีกระดกนังจิตตีมาไตรบ้าหายังเมื่อตะเคยจับได้ทาในตีตังนั่งในตายมีนเพียบชูชอนอะไรเต้ปกไม้บอมโอนนะไอ้บอมปองเนี่ยฟาปอดเบียนเยิงก็โดยจีบรถนั้นก็ในตีตังการทายทางเลือกได้ดำใบรงจำกาไฟบ่มพลือปีสมัติกิจแบบป้อนประมาณบอกนะบาไฮนังปีสมัติกิจเป็ดไฮเลอร์นั่งทงพลันเนยเฉียดโอยครั้งอ่ะบอลตามกาบางไฮในบอลปลอกหางเลอเนี่ยมาฟมรุมที่บากอดเคยกอดดอยกได้ตุบมอดตุบจมูกตุบอาให้จะมีในทาฝากฟอมนั่งคือโอยลุยครั้งเมนเทนแต่ให้ประมาณบอมโอมเป็นหมดนะบ้าปกไม้บอมโอนได้กับปงได้ตุสนาโครงการไล่บาสนจีจังตัวตูบานปอร์เมียนบักกาหรือก็ชงอลไออาจจะจุดในคำมันเมาส์บอกมาบอกโอ้นักยมบานหนึ่งจุ่มเรียบจุนได้บอกมาบอกโอนชอตายมทรายจริงจริงนะให้กาไปการล้างไอ้อาจะจุดมาบอกมาบอกนะจุดคำมันเมาส์ยมบานหนึ่งจุ่มเรียบจุนบอกมาบอกโอนได้ตุสนาได้ตอนดังเรื่องรายขังเลยนั่งบอกมาบอกโอนเป็นมัดนะบ่าไอ้ขนมกาจับไฟลายตอนนี้กรอนแต่เชียร์ปอร์มีบอททอมเด้ได้กรมกลางยืนยันตัวบานปีตีตังจุ่มเป็นการให้ขังเลยบอกมาบอกโอนนะเขาแจกให้แจกเดียดทามันตอนดังเชียร์การในเทียร์กัมหรือก็เชียร์การในอัตเทียบหรือก็ชอลโกเต้บ่ายังดังตรมทาจนเชียร์บอดเต้ชีเพชรปลอกบอกมาบอกโอนนะไอ้ก็มีสัญเชียร์แต่ไว้นู้คือยังมันตอนดังละลายเต้บ่าให้ลูกทอดคือติดเตียนนั้นกรมกลางเงินนั้นสนาฟมปีสมัติเกย์นำไปดอจูนปกไม้บอมโอนตามระยะกรุ๊ปเทเลกราฟว่าคนในเดลีพองได้ปกไม้บอมโอนนะนอกข้างสมัติก็ปอรัฐบาลข้างสวายเป้าก็มามีวัตถุเมียนได้ลงไม่ป้อเนาะไอ้กองกำลังข้างสวายเป้าเนี่ยก็โชว์เลยตีตังเนี่ยไม่ป้อสวายเป้าก็โดยเชียร์กองหลังสวายเป้าบาก็มีวัตถุเมียนตียังได้บาบองสุเพียจอนตีใบหนเหรอเลินโอนบูซาฟูทาเนยนาบองบาทโอนบาทโอนปัจจัยทาเหตุการณ์นี้การล้างหนึ่งนงตักใดขาดบัตรตำบองครับโอนบานโดยตรองจนโดยสันทาเกียปารีคือจีการในประเทศเคยในฝากฟอบจนจีบอร์เตมันเนี้ยได้บานสลับบัตรบองชีวิตยังอันนั้นท้อมโอนั่นเลยจอนตีใบโน่บาจอนตีใบในคางเลยนั่งได้สมัติกิจกับวงตายโชว์นั่งบองโอนั่นเลยประตูทางฟองไฟจากประตูเรียบโอนะมาคือจนจีบอร์เตเพชรปลอกโอนะอายาตอนดังปีตะฝันยินบักวาเต้ตะฝันยันบักวาเต้มันดังแต่กอดจีจนจีบารังหรือก็จนจีอเมริกหรือก็จนจีอารบนามวยเต้โอนะดังแต่กอดเพชรปลอกไว้ละบะประมาณพาเจียไฟเชียงให้โอนะได้ยังแต่ตัวบานปอมีบัตรท้อมปีเนี่ยทัวร์การิซับในตรงสถานที่นั่งบองโอนนะบาดฟาปัจจุนโอนมูซาธาในขนมกัดในคางเลยนั่งเนี่ยทัวร์การนั่งมีนทมพันซ้อยในคางเลยจังก็มาแต่มีนฟัดกระดาวหรือก็ฟัดมาไอ้งอบเลยทาเกียจังนั้นนะบางจังจะกระดาวใช้หนึ่งหัดตามคลันหนึ่งหล่อโหดตลอดประตูปัจจุบันตีใบนั้นก็ไฟโรคไอฮัดเตียนั่งก็อยากเขินในฝาฟอบจนจิบบอดเต้
flap នៅលើនឹងតែម្ដងបងប្អូនណាហើយជុំវិញរឿងរ៉ាវខាងលើនេះហើយជនជាបរទេសនេះគាត់មកគេងនៅនឹងប្រហែលថ្ងៃប្រហែលខែឬក៏គាត់មកតាមមិត្តភ័ក្តិអីឬក៏យ៉ាងណានោះគឺយើងមិនទាន់ដឹងដល់ឡើយទេបងប្អូនបើយើងរងចាំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធជាមួយនឹងអ្នកដែលគ្រប់គ្រងនៅសន្តាគារខាងលើហ្នឹងក៏ដូចជា reserve កាសៀដែលគ្រប់គ្រងកាន់បញ្ជីបន្ទប់អីចឹងណាយើងរងចាំការបំភ្លឺពីសមត្ថកិច្ចបន្ថែមទៀតបងហាញផ្លូវបន្តិចមកសន្តាគារប៉ារីហ្នឹងស្ថិតនៅក្នុងផ្លូវលេខ3បងប្អូនណានៅកំណត់ផ្លូវលេខ3ក្នុងទឹកដីខេត្តបាត់ដំបងរបស់យើងណាបងប្អូននៅត្រង់ចំណុចភូមិ20ឧសភាសង្កាត់ស្វាយប៉ោបើយើងមកពីហ្វាណាត់វិញនៅខាងត្បូងហ្វាណាត់បាទខាងត្បូងហ្វាណាត់យើងហ្នឹងប្រហែលប្រហែលជា200ម៉ែត្រហ្នឹងទល់មុខនឹងកន្លែងយើងលក់កញ្ចក់បន្តាហុងទ្រីអុបទិក2និងកន្លែងនំខេកបងប្អូនណាដែលមានជាហៅខេកនេះបាទយើងនៅទល់មុខនឹងបដ ாய் បងប្អូននៅស្ថាគារហ្នឹងណាបាទបងអូនសួរបងឆ្លើយប្រាប់អូនអញ្ចឹងបើបងអូនអ្នកបាត់ដំបងអូនស្គាល់ច្បាស់ហើយនៅទីតាំងខាងលើហ្នឹងណាបងអូនបាទអរគុណដូចគ្នាបងអូនណាអរគុណដូចគ្នាគឺនៅតាមបណ្ដោយផ្លូវលេខ3ក្នុងខេត្តបាត់ដំបងយើងហ្នឹងហើយថ្ងៃចាប់ផ្សាយ live តននេះគឺត្រូវនឹងថ្ងៃទី29ខែមិថុនាឆ្នាំ2026បងណាបើបងចាក់ផ្សាយ live តតាំងពីម៉ោង5ជាងបងឥឡូវចូលម៉ោង6ហ៎បាទចូលម៉ោង6បងផ្សាយចូល20នាទីហើយបងហើយសមត្ថកិច្ចពាក់ព័ន្ធក៏ដូចជាមន្ត្រីមូលដ្ឋានខាងអធិការក្រុងផ្នែកខាងយុទ្ធធរហើយខាងសមត្ថកិច្ចមន្ត្រីកងរាជវុធហត្ថខេត្តបាត់ដំបងហើយមន្ត្រីកងរាជវុធហត្ថក្រុងបាត់ដំបងក៏ដូចជាជំនាញផ្នែកខាងស្នងការណាផ្នែកខាងវិទ្យាសាស្ត្របងប្អូនណាខាងមន្ត្រីសកលវិទ្យាណាកំពុងតែប្រមូលផ្ដុំគ្នានឹងស្វែងរកនៅសាកសពជនក្នុងគ្រួនឹងធ្វើតេស្តទៅលើរាងកាយសាកសពផងដែរបងប្អូននោះមានបងប្រុសជនជាតិបរទេសម្នាក់គាត់បានមកដល់ទីតាំងខាងលើណាគាត់ថាប្រហែលជាអាចស្គាល់អីអ្នកខាងលើនេះប្រហែលជាគាត់អាចស្គាល់ទេមើលទៅប្រហែលជាគាត់ស្គាល់មើលទៅណាគាត់បានបង្ហាញរូបអញ្ចឹងមិនស្គាល់ទេសើនេះមានស្គាល់ទេយ៉ាបងជនជាតិបរទេសគាត់មកដល់ទីតាំងដែរគាត់ថាគាត់អត់ស្គាល់ដែរទេអញ្ចឹងបាទគាត់មកដោយសារតែឮដំណឹងថាមានប្រទេសឃើញជនជាតិបរទេសដូចគ្នាអញ្ចឹងខ្លាចគាត់មានអ្នកស្គាល់តែពេលមកគាត់ថាមិនមែនទេគាត់កវីក្បាលប្រាប់យើងអញ្ចឹងហើយខ្ញុំក៏អត់សូវចេះអង់គ្លេសទេប៉ុន្តែគាត់ប្រាប់មកអញ្ចឹងគឺយើងយោងតាមគាត់កវីក្បាលមានន័យថាគាត់អត់ស្គាល់ហើយតែពុកម៉ែបងប្អូនមន្ត្រីជំនាញយើងកំពុងតែប្រមូលនៅប៉ុស្តិ៍តាងរបស់សាកសពជនក្នុងខ្លួនដាក់ក្នុងថង់ហ្នឹងយកទៅដាក់ក្នុងរថយន្តនេះពុកម៉ែបងប្អូនប្រិមិត្តបាននៅក្នុងថង់មួយថង់នេះសមត្ថកិច្ចកំពុងតែយកទៅហើយអញ្ចឹងរឿងរ៉ាវនេះជុំវិញហេតុការណ៍ខាងលើនេះមានរឿងរ៉ាវលម្អិតយ៉ាងណាអីយើងនឹងរងចាំការបំភ្លឺពីសមត្ថកិច្ចបន្ថែមទៀតផងដែរពុកម៉ែបងប្អូននេះគឺជារថយន្តនៃផ្នែកខាងវិទ្យាសាស្ត្រពុកម៉ែបងប្អូនណាខាងសកលវិទ្យាណាបាទខាងធ្វើតេស្តលើរាងកាយសាកសពរថយន្តរបស់សមត្ថកិច្ចគាត់ចតនៅទីហ្នឹងផងដែរហើយសុទ្ធតែជាជំនាញសមត្ថកិច្ចខាងកុសលវិជ័យពុកម៉ែបងប្អូនចក្ខុកុសលវិជ័យនៃស្នងការនគរបាលខេត្តបាត់ដំបងរបស់យើងបាទពុកម៉ែបងប្អូនប្រិមិត្តហើយខ្ញុំបាទអូបងអូនសាសួរថារលួយអស់ហើយបងបាទបងអូនតាមការបំភ្លឺពីបងដែលធ្វើការនៅខាងកន្លែងហ្នឹងគាត់បានបញ្ជាក់ថាសាកសពហ្នឹងរលួយទៅហើយបងអូនអញ្ចឹងមានន័យថាស្លាប់យូរដែរហើយបងអូនណាហើយយើងសូម្បីតែយើងនៅខាងក្រោមនេះក៏មានធំតិនពីស្អុយមួយឆាវផងដែរបងអូនហើយសម្រាប់បងដែលជាកងកម្លាំងនៅខាងលើជាន់ទី3ហ្នឹងក៏គាត់បានទៅក្បែរបន្ទប់ហ្នឹងគឺគាត់ឈរអត់បានទេបងប្អូនណាតើតាមានម៉ាស់តើតាបិទអាវបិទអីទៅនៅអ្នកឈរនៅលើនោះស្តែខ្ទប់អាវខ្ទប់ច្រមុះខ្ទប់អីពេញហ្នឹងហើយអញ្ចឹងមានន័យថានៅខាងលើហ្នឹងគឺក្លិនស្អុយអាសោចហ្នឹងគឺខ្លាំងមែនទែនហើយបើយើងនៅខាងក្រោមនេះក៏ធំក្លិនដែរមកពីមកអញ្ចឹងណាបងបាទមកពីមកដោយសារតែយើងនៅក្រោមខ្យល់ទេតែសម្រាប់បងនៅខាងលើនោះគឺគាត់ធំខ្លាំងណាអ្នកខ្លះយកម៉ាស់2ជាន់ទៅអ្នកខ្លះនោះខ្ទប់អាវខ្ទប់ច្រមុះអញ្ចឹងទៅបាទដោយសារតែក្លិនស្អុយមែនទែនអញ្ចឹងមានន័យថាសាកសពខាងលើហ្នឹងគឺគាត់ក្រងឆ្អឹងគាត់ស្អុយរលួយទៅហើយតាមការសន្និដ្ឋានរបស់យើងបឋមពុកម៉ែបងប្អូនបាទពុកម៉ែបងប្អូនប្រិមិត្តជាទីមេត្រីហើយខ្ញុំវត្តមានខ្ញុំបាទ
ម៉ៅនីមូលដែលជាភ្នាក់ងារផ្សាយរបស់អង្គភាពសារព័ត៌មានកូឡេនដាលីនឹងសុបបិទបញ្ចប់ការ live តែប៉ុណ្ណេះពុកម៉ែបងប្អូនណាហើយបន្តិចទៀតហ្នឹងក្រុមការងារយើងនឹងផ្សាយបន្ថែមទៀតដើម្បីចែករំលែកជូនពុកម៉ែបងប្អូនប្រិមិត្តហើយជុំវិញរឿងរ៉ាវហេតុការណ៍ខាងលើដែលប្រទេសនៅឃើញសាកសពជនជាតិបរទេសភេទប្រុសដែលស្លាប់នៅត្រង់ចំណុចជាន់ទី3នៅក្នុងស្ថានភាពប៉ារីនេះគ្រាន់តែជាព័ត៌មានបឋមទេពុកម៉ែបងប្អូនយ៉ាងណាមិញយើងនឹងរងចាំការបំភ្លឺពីសមត្ថកិច្ចជំនាញស្នងការនៃផ្នែកខាងសកលវិទ្យាចក្ខុសកលវិទ្យាដើម្បីលោកបកស្រាយប្រាប់អ្នកសារព័ត៌មានបន្ថែមឲ្យបានដឹងច្បាស់ថាជាករណីឃាតកម្មឬក៏ជាករណីអត្តឃាតឬក៏ជាករណីដែលគាត់កាំងបេះដូងឬខ្យល់កោបន្ថែមអរគុណណាស់សម្រាប់ការតាមដានទស្សនាអរគុណសម្រាប់ការ recommend និងអរគុណសម្រាប់ការ share ចែករំលែករាល់ការអធិប្បាយរបស់ខ្ញុំបើមានពាក្យពេចន៍ណាមួយដែលមិនសមរម្យឬក៏ខ្វះខាតនៅកលុកពលៈអក្សរាវិរុទ្ធណាមួយនោះក៏សូមមេត្តាខន្តីអភ័យទោសដល់រូបខ្ញុំបាទផងដែរហើយក្រុមការងារយើងនឹងអាប់ដេតព័ត៌មានទាំងនេះនៅវគ្គ2បន្តទៀតដើម្បីចែករំលែកជូនពុកម៉ែបងប្អូនទូទាំង25ខេត្តក្រុងនៃប្រទេសជាណាចក្រកម្ពុជាឲ្យបានទស្សនាក្នុងការ live ផងដែរអរគុណខ្ញុំបាទម៉ៅនីមូលជាភ្នាក់ងារប្រចាំខេត្តបាត់ដំបងសូមលំអរកាយជម្រាបលាតែប៉ុណ្ណេះ